អ្នកធ្លាប់លង់ស្នេហ៍អាចដាច់ចង្កេះជាមួយនឹងអ្នកតុបតែងខ្លួន model Lolita ដែលគួរឲ្យស្រឡាញ់ម្នាក់នៅជប៉ុនតាមពិតជាបរិសុទ្ធគុណពិសោធន៍លោកតាកុមារធានីអាយុ47ឆ្នាំទោះប្រជាប្រិយភាពជាខ្លាំងជាមួយនឹងសម្លេងដ៏ពិរោះជាមួយនឹងរូបសម្រស់នៃការតុបតែងខ្លួនជាមនុស្សស្រី model Lolita ដែលស័ក្តិសមបំខ្លាំងបំផុតរហូតអ្នកដែលមិនស្គាល់លោកអាចនឹងលង់ស្រឡាញ់លោកដកចិត្តមិនរួចព្រោះតែរូបសម្រស់នៃការតុបតែងខ្លួនរបស់គាត់គឺស្រស់ស្អាតខ្លាំងដោយកូនក្រមុំតុក្កតារៀបរាប់ពីប្រវត្តិរបស់លោកធានីកាលពីចម្រើនវ័យអាយុ3ឆ្នាំលោកបានចាប់ផ្ដើមរៀនលេងព្យ៉ាណូក្រោយមកក៏ចាប់ផ្ដើមសិក្សាផ្នែកបង្ហើរសំឡេងនៅទីក្រុងលីវើពូលប្រទេសអង់គ្លេសបន្ទាប់មកការវិលត្រឡប់របស់លោកមកប្រទេសជប៉ុនវិញក្លាយខ្លួនជាគ្រូបង្វឹកផ្នែកសំឡេងនៅក្នុងឆ្នាំ2005នៅក្នុងក្រុមតន្ត្រីមួយដែលមានឈ្មោះថា Chicken Dai Mode ក៏ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងតូក្យូដោយលោកធានីគឺជា lead singer ជាអ្នកចម្រៀងនិងជាអ្នកសរសេរទំនុកច្រៀងផងដែរលោកធានីចាប់ផ្ដើមលេងស្ទើរតុបតែងខ្លួន Mode Lolita ដំបូងនៅវ័យ34ឆ្នាំខណៈពេលធ្វើការងារជា model ក្រៅម៉ោងនៅពេលនោះមានពេលមួយ model ស្រីម្នាក់បាន cancel ការងារហើយខាងបុគ្គលិកក៏បានសុំឲ្យលោកធានីមកចូលរួមជំនួសដោយស្លៀកឈុត Lolita ដំបូងលោកក៏រៀងស្ទាក់ស្ទើរដោយលោកគិតថាវាមិនស័ក្តិសមសម្រាប់មនុស្សប្រុសនិងថែមទាំងរូបលោកគឺជាឪពុកគេទៀតផងមកស្លៀកសម្លៀកបំពាក់បែបមនុស្សស្រីបែបនេះប៉ុន្តែចុងក្រោយលោកក៏យល់ព្រមធ្វើវាយ៉ាងណាមិញការតុបតែងខ្លួនរបស់លោកធានីធ្វើឲ្យខាងបុគ្គលិកភ្ញាក់ផ្អើលជាខ្លាំងរហូតលាន់មាត់ថារូបលោកគឺជា model ដែលស៊ីកាមេរ៉ាជាង model ស្រីទៅទៀតយូរទៅលោកធានីក៏កាន់តែមានភាពជឿជាក់ក្នុងការស្លៀកពាក់ឈុត Lolita នេះហើយការតុបតែងខ្លួនរបស់លោកនេះហើយជួយឲ្យលោកទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនមនុស្សជាច្រើនមានការកោតសរសើរចំពោះសម្លេងនិងការតុបតែងខ្លួនដ៏ស្រស់ស្អាតរបស់លោករហូតមានអ្នកខ្លះច្រណែននឹងកូនរបស់លោកថែមទៀតផងដែលមានឪពុក Lolita ដ៏ខ្ជូតជាងគេនៅលើពិភពលោកបែបនេះតែទោះជាយ៉ាងណាក៏ដោយលោកក៏មានមនុស្សមួយចំនួនមិនពេញចិត្តផងដែរដោយពួកគេរិះគន់លោកថាមានរូបរាងមិនស័ក្តិសមនឹងធ្វើជាឪពុករបស់គេសោះនិងថែមទាំងនិយាយថាកូនរបស់លោកនឹងត្រូវបានគេបូលីយ៉ាងណាទេមើលទៅបានជាមានឪពុកបែបហ្នឹងអញ្ចឹងណាបាទគឺថាមើលរូបសម្រស់គាត់គឺថាស្រីមិនដូរទេបងប្អូនទាំងអស់គ្នាបាទអរគុណជួបគ្នាវីដេអូក្រោយ